តើតម្លៃមាសបានប្រែប្រួលប៉ុន្មានដុល្លារក្នុងមួយរំលឹងនៅសប្តាហ៍នេះតម្លៃហាងឈិញមាសនៅលើទីផ្សារអន្តរជាតិក្នុងសប្តាហ៍នេះបានប្រែប្រួលតម្លៃលើ$800ក្នុងមួយរំលឹងដោយកាលពីថ្ងៃច័ន្ទដើមសប្តាហ៍មាសបានបើកផ្សាយចេញដូរនៅតម្លៃ$5,828ក្នុងមួយរំលឹងឬស្មើនឹង$4,834ក្នុងមួយអោននិងបានបិទផ្សាយចេញដូរនៅព្រឹកថ្ងៃសៅរ៍ទី7ខែកុម្ភៈនេះនៅតម្លៃ$5,986ក្នុងមួយរំលឹងឬស្មើនឹង$4,965ក្នុងមួយអោនការប្រែប្រួលតម្លៃមាសនៅក្នុងសប្តាហ៍នេះដោយសារការសម្រុកលួមាសចេញពីអ្នកវិនិយោគការប្រែប្រួលនៃលុយដុល្លារអាមេរិកនិងរបាយការណ៍សេដ្ឋកិច្ចអាមេរិកកត្តាភូមិសាស្ត្រនយោបាយការគម្រាមដាក់ពន្ធលើប្រទេសដែលធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ការបដិរដ្ឋាភិបាលនិងភាពមិនច្បាស់លាស់លើគោលនយោបាយរបស់ធនាគារកណ្ដាលអាមេរិកសូមបញ្ជាក់ថាមាសបានហក់ឡើងដល់តម្លៃខ្ពស់ប្រចាំសប្តាហ៍នៅ$6,139ក្នុងមួយរំលឹងកាលពីថ្ងៃទី4ខែកុម្ភៈនិងបានធ្លាក់ចុះមកដល់តម្លៃទីប្រចាំសប្តាហ៍វិញនៅ$5,307ក្នុងមួយរំលឹងកាលពីថ្ងៃទី2ខែកុម្ភៈពលគឺតម្លៃមាសបានប្រែប្រួល$832ក្នុងមួយរំលឹងចុះឈ្មោះបើកគណនីទិញលក់ហាងឈិញមាសអីលើនេះដើម្បីចូលរួមក្នុងក្រុម VIP Signal ក្នុងការទទួលបានតម្លៃទិញលក់ហាងឈិញមាសប្រចាំថ្ងៃនិងការប្រឹក្សាផ្ទាល់ពីហាងឈិញមាសជាមួយគ្រូជំនាញដែលមានបទពិសោធន៍15ឆ្នាំតាមរយៈ Telegram ឬលេខទូរស័ព្ទ070 80 5លោកអ្នកក៏អាចតាមដានតម្លៃហាងឈិញមាសអន្តរជាតិប្រចាំថ្ងៃនិងព័ត៌មានសេដ្ឋកិច្ចសំខាន់ៗជុំវិញពិភពលោកនៅលើ Facebook Page និង Channel Telegram របស់ Master Ken Academy សូមអរគុណ